អូខេអញ្ចឹងស្វាគមន៍អ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីយើងមួយទៀតអញ្ចឹងថ្ងៃនេះគឺយើងនឹងមកមើលជាមួយទៅនឹង topic ថ្មីមួយទៀតដែលភាគច្រើននៅក្នុង channel របស់យើងគឺយើងនិយាយតែតាក់ទងជាមួយទៅនឹង coding តាក់ទងជាមួយទៅនឹង framework front end ឬក៏ back end អញ្ចឹងណាប៉ុន្តែថ្ងៃនេះគឺយើងមករៀងប្លែកបន្តិចគឺថ្ងៃនេះគឺនឹងយើងនឹងមកនិយាយអំពី OWASP Top 10អញ្ចឹងអ្វីទៅជា OWASP Top 10អញ្ចឹងនិយាយទូទៅពេលដែលយើងធ្វើការ build ជា system ឬក៏ធ្វើជា software អីចឹងណាសំណួរសួរថាតើយើងធ្វើមិនបានយើងអាចដឹងថា system របស់យើងហ្នឹងវា secure ឬក៏វាអាចថាវាយើងអាច rate ថាវាអាចឡើង production អីបានចឹងណាអញ្ចឹងបើសម្រាប់បងដែលគាត់ធ្លាប់ធ្វើជា application នៅធនាគារឬក៏ស្ថាប័នធំៗអីចឹងគឺខ្ញុំគិតថាប្រហែលជាធ្លាប់ដឹងហើយតាក់ទងជាមួយទៅនឹងបញ្ហាអស់ហ្នឹងគឺរៀងរាល់ពេលដែលយើងឡើង production អីហ្នឹងគឺយើងសុទ្ធតែមានជាគេហៅថាមាន pen test បាទ pen test មាន cyber team គេធ្វើការ audit ឬក៏ធ្វើការ analyze ទៅលើ source code របស់យើងធ្វើ analyze ទៅលើ design system របស់យើងថាយើង design ទៅត្រូវជាមួយទៅនឹង standard អត់ហើយតាក់ទងជាមួយនឹង standard ហ្នឹងទៀតគឺយើងមានច្រើនអញ្ចឹងបើតែគាត់ថានៅក្នុង standard ហ្នឹងគឺយើងមាន OWASP Top 10ហ្នឹងដែរដែលជាប្រភេទ standard នៃការគេហៅថាវិតម្លៃនៃ standard របស់ application ហ្នឹងថាវា secure អត់អញ្ចឹងនៅក្នុងហ្នឹងគឺ OWASP Top 10ហ្នឹងគឺជាប្រភេទគេហៅថាហៅថា listing ចុះបាទ Top 10ហ្នឹងគឺ Top 10ហ្នឹងគឺជាប្រភេទនៃ security vulnerability ដែលវាអាសាកើតឡើងនៅក្នុងពិភព software ឬក៏ web application អីចឹងណាបាទអញ្ចឹងអ្នកនរអាចធ្វើការ check តាក់ទងជាមួយទៅនឹង website នេះបានបាទ OWASP Top 10អ្នកនរអាច search ទៅបាទ search Google OWASP Top 10បាទអញ្ចឹងទៅអ្នកគ្នា search 2025នេះបាទ2025ហ្នឹងណាបាទអញ្ចឹង2025នេះដូចជាគេដាក់ជា stable ហើយថ្ងៃមុនគឺនៅស្ថិតនៅrelease candidate នៅឡើយបើតែឥឡូវប្រហែលជា stable ហើយបាទអញ្ចឹងក្នុងការ understand OWASP Top 10ហ្នឹងគឺសំខាន់មែនទែនសម្រាប់បងប្អូនឬក៏អ្នកដែលអត់ធ្លាប់ឡើង production ជាប្រភេទ enterprise application អីចឹងណាអញ្ចឹងជាប្រភេទ application enterprise គឺយើងទាមទារធ្វើម៉េចអញ្ចឹងនៅពេលដែលអ្នកធ្វើការ build system ឬក៏ build API អីហ្នឹងគឺវាគ្រាន់តែជាការចាប់ផ្ដើមទេអញ្ចឹងតនៅពេលដែលអ្នក develop feature អីហើយអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាឡើង production គឺជាពេលដែលអ្នកគ្នាត្រូវធ្វើការ test ថាតើ application របស់អ្នកគ្នាហ្នឹងគឺវា immune មានថាវាអាចទប់ទល់ជាមួយទៅនឹង attack ឬក៏វាអាចធ្វើការ handle នៅ request បានអត់អញ្ចឹងណាបាទអញ្ចឹងពេលខ្លះមានថានៅពេលដែលយើង develop local គឺយើងអាចធ្វើការtest 3-4 request ទៅវាអត់អីទេប៉ុន្តែនៅពេលដែលយើងឡើង production មែនទែនដែលយើងមាន traffic ច្រើនយើងមាន request ច្រើនអញ្ចឹងមានថា application របស់យើងហ្នឹងគឺសំណួរសួរថាតើវាអាច handle នៅ load ទាំងហ្នឹងបានអត់អញ្ចឹងក្នុងនេះគឺយើងមកមើលចំនួនtop 10 list ដែលគេនិយាយអំពីប្រភេទ vulnerability ដែលអាសាកើតឡើងនៅក្នុង application យើងអញ្ចឹងណាបាទអញ្ចឹងគាត់ថាមុនពេលដែលយើងចូលទៅមើលចំណុចមួយហ្នឹងគឺខ្ញុំក៏មានជាបច្ចេកដែរគាត់ថាបច្ចេកនេះគឺដោយសាររាល់ដងនៅពេលដែលខ្ញុំទៅអង្គុយមើល description របស់list មួយអញ្ចឹងណាអញ្ចឹងអ្នកគ្នាអាចចូលមកមើលបានបាទអញ្ចឹងក្នុងហ្នឹងគឺគេមាន detail មាន background បាទមាន score គេឲ្យបន្ទុកប្រមាណទៅលើ vulnerability ហ្នឹងថាវាអាសាកើតឡើងប៉ុណ្ណាអញ្ចឹងណាហើយគេមាន description ហើយវិធីសាស្ត្រនៅក្នុងការពារបាទហើយតើតើជាមួយទៅនឹងប្រភេទនៃ attack ហ្នឹងដែរថាគេធ្វើមិនបានគេអាចធ្វើការ attack បានអញ្ចឹងណាបាទប៉ុន្តែគាត់ថាពេលខ្លះយើងមានអារម្មណ៍ថាពិបាកនឹងទៅមើល real case scenario ណាដោយសារមិនដោយសារក្នុងការ build ក្នុងការ check មើលតើតើជាមួយទៅនឹង real implementation ហ្មងគឺយើងពិបាកណាស់គឺអត់ដែលមានណាគេទៅអង្គុយ implement អាហ្នឹងទេគាត់ថានេះគឺគេគាត់តែជា list down ដើម្បីឲ្យយើងដឹងហើយឲ្យយើងយកទៅ implement ខ្លួនឯងអញ្ចឹងពេលខ្លះយើងមានអារម្មណ៍ពិបាកនៅក្នុងការមើលពី real example ណាគឺយើងអត់អាចទៅ live demo ពីណាបានដើម្បីយកមកមើលបានទេអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំបានទៅរៀបចំជាបច្ចេកមួយបាទនិយាយទៅជាក់ស្ដែងទៅបច្ចេកនេះគឺខ្ញុំធ្វើការ clone ចេញពីបច្ចេក full stack fast API ទេបាទ full stack អ្នកនរអាច search ទៅ fast API template នេះបាទអញ្ចឹងlink នេះគឺខ្ញុំនឹងដាក់ reference នៅក្នុង comment ដែរហើយខ្ញុំក៏នឹងដាក់ version របស់ខ្ញុំអញ្ចឹងអានេះខ្ញុំ clone ពីបច្ចេករបស់ full stack fast API ដែល back end យើងប្រើ fast API ជាមួយទៅនឹង front end យើងប្រើ React បាទជាមួយនឹងចក្រា UI ហ្នឹងបាទ
អញ្ចឹងវាថាបើនៅពេលអ្នកគ្នាធ្វើការ clone ហ្នឹងគឺអ្នកគ្នាគាត់តែ copy file env ចេញពី file .env.example ហ្នឹងទៅហើយអ្នកគ្នាមើលតាក់ទងជាមួយទៅនឹង development នេះឬក៏អ្នកគ្នាអាចធ្វើការជំនួសនៅ credential មួយចំនួនដែល require បាទដូចក្នុងហ្នឹងគឺអ្នកគ្នាត្រូវដាក់អីគេដូចជាបើខ្ញុំនេះអញ្ចឹងអ្នកគ្នាត្រូវដាក់ generate secret key មួយអញ្ចឹងនៅក្នុងការ generate secret key នេះអ្នកគ្នាអាចចូលទៅក្នុង development បានអ្នកគ្នាអាច search មើលពាក្យថា Python ដូចជា Python អត់មានទេនៅក្នុងហ្នឹង readme deployment Python នេះអញ្ចឹងអ្នកគ្នាត្រូវធ្វើការ generate នៅ key មួយអ្នកគ្នាចូលមកក្នុង deployment នេះហើយអ្នកគ្នា copy script ហ្នឹងទៅហើយអ្នកគ្នាធ្វើការ run វានៅក្នុង terminal បាទអញ្ចឹងនៅពេលអ្នកគ្នា run ទៅវានឹងធ្វើការ generate នៅ secret key ឲ្យអ្នកគ្នាមួយអញ្ចឹងណាចឹងអ្នកគ្នា copy ទៅហើយដាក់ចូលទៅក្នុង env នេះបាទ env នេះគាត់ថានេះខ្ញុំ secret របស់ខ្ញុំអត់បានបង្ហាញទេប៉ុន្តែអ្នកគ្នាគាត់បង្កើត .env file ចេញពី .env.example ហ្នឹងទៅអ្នកគ្នាដាក់កែ password ហ្នឹងទៅបាទអញ្ចឹងកន្លែងនេះមួយគឺជា secret key ដើម្បីយកទៅធ្វើការ encrypt ហើយនឹងការ decrypt នៅ hashing របស់យើងអញ្ចឹងដោយសារតែនៅក្នុង application របស់យើងហ្នឹងគឺនៅពេលអ្នកគ្នាធ្វើការ store password ចូលក្នុង database អីហ្នឹងគឺយើងធ្វើការ encrypt ជាមួយទៅនឹង password ហ្នឹងជាមួយទៅនឹង secret key ហ្នឹងឯងអញ្ចឹង make sure ថាអ្នកគ្នាដាក់ secret key ដែរ strong ហើយយើងប្រើដូចជាប្រើ32ដូចម៉ានេះដូចជា256 bit character វាស្មើទៅនឹង32 character ហ្នឹងបាទអ្នកគ្នាអាចរាប់បានគឺ32 character ហ្នឹងបាទអញ្ចឹងមក bit 8 byte អី1 byte ស្មើ8 bit ខ្ញុំភ្លេចហើយបាទអញ្ចឹងនៅក្នុងនេះគឺយើងត្រូវការអ្នកគ្នា generate តែប៉ុណ្្នឹងមកគឺអ្នកគ្នាបាន key ហ្នឹងហើយអានេះគឺជា first super admin ដោយសារនៅក្នុង system យើងនឹងយើងមាន super admin យើងមាន user ធម្មតាអញ្ចឹងណាអញ្ចឹងគឺយើងត្រូវការ super admin ដើម្បីទៅធ្វើការ test ជាមួយទៅនឹង endpoint របស់យើងដែរបាទហើយក្នុងហ្នឹងបើអ្នកគ្នាអាចធ្វើការ generate Google Client ID ដោយសារនេះគឺយើងត្រូវការដើម្បីធ្វើការ run ជាមួយទៅនឹងហៅថា login ជាមួយ Google អញ្ចឹងណាបាទហើយអានេះយើងត្រូវការ client ID ដែរដើម្បីធ្វើការទៅ verify យើងនៅខាង front end ហើយយើងក៏មាន email បាទ Postgres បាទអញ្ចឹងបច្ចេកនេះគឺពេលអ្នកគ្នា clone គឺអ្នកគ្នាត្រូវការ Docker ដើម្បី run បាទអញ្ចឹងដោយសារនេះគឺខ្ញុំមាន Docker Compose ហើយពេលអ្នកគ្នា run ទៅអ្នកគ្នាគ្រាន់តែ run Docker Compose app.d ទៅវានឹងធ្វើការ build ហើយ download image នឹងមក run ក្នុង local អញ្ចឹងណាបាទអញ្ចឹងអ្នកគ្នាដាក់ទៅបាទអញ្ចឹងដោយសារតែក្នុងករណីនេះគឺខ្ញុំបានធ្លាប់ build ម្ដងហើយអញ្ចឹងវាលឿនទេអញ្ចឹងនៅក្នុងបច្ចេកនេះគឺអ្នកគ្នាគ្រាន់តែ Docker Compose app.d ទៅបាទ run វានៅ background ទៅគឺ service របស់អ្នកគ្នានឹងធ្វើការ run នៅ background នេះបាទអញ្ចឹងបើអ្នកគ្នាចូលទៅមើល container នេះឃើញទេបាទអញ្ចឹងនៅក្នុង service នៅក្នុង container របស់យើងមានច្រើនហើយតែគាត់ថា service ចម្បងជាងគេយើងមាន back end យើងមាន front end បាទណា front end នេះ front end ហើយយើងមាន DB របស់យើងអញ្ចឹងបើយើងចូលមើល back end របស់យើងមកឃើញទេ service យើងកំពុង running អញ្ចឹងយើងអាចចូលទៅបាទអញ្ចឹងជាធម្មតាដោយសារ app នេះគឺយើង run front end យើងចូល connect ទៅតាម front end អញ្ចឹង front end របស់យើង run នៅលើ port 3000នេះបាទអ្នកគ្នាអាចចុចលើ link នឹងក៏បានបាទឬក៏អ្នកគ្នាអាចធ្វើការវាយ menu នៅលើ URL របស់អ្នកគ្នាក៏បានដែរអញ្ចឹងដោយសារតែដូចអ្នកគ្នាបានឃើញអញ្ចឹងគឺនៅក្នុង env របស់យើងគឺយើងមាននេះគេ first user super admin ដែរបាទអញ្ចឹងយើងអ្នកគ្នាអាចចូលមកមើលក្នុង env ហ្នឹងទៅអ្នកគ្នានេះបាទ copy អានេះទៅបាទ admin.example.com បាទអញ្ចឹងបើតែគាត់ថានៅពេលដែលខ្ញុំ copy ទៅខ្ញុំដាក់ password 1ដល់ 9បាទ1 2 3 4 5 6 7 8 9អានេះគឺ super user របស់យើងបាទអញ្ចឹងក្នុងនេះគឺអ្នកគ្នាចូលមកដល់ហើយអញ្ចឹងនៅក្នុង module របស់យើងហ្នឹងគឺយើងមានច្រើនបាទយើងមាន dashboard យើងមាន URL shortener អានេះដូច series bitly URL link shortener ហ្នឹងបាទ bitly link នៅពេលអ្នកគ្នាចុចបង្កើត link ទៅឧទាហរណ៍អ្នកគ្នាមានថត link នេះបាទដាក់ original link ទៅដាក់អីគេដាក់ថា fast API template បាទអញ្ចឹងអានេះយើងអាចដាក់ optional code របស់យើងបានឬក៏អត់មិនបាច់ចាំដាក់ទេអ្នកគ្នាចុច generate ទៅអ្នកគ្នាបានជាគេនេះបានជា short link មួយនេះអញ្ចឹងអ្នកគ្នា copy ក៏បានឬក៏អ្នកគ្នាបើកទៅនេះពេលបើកទៅគឺវា redirect ហ្នឹងបាទឃើញទេវា redirect ទៅកាន់នេះគេ app របស់យើងនេះអញ្ចឹងអ្នកគ្នា copy មកអ្នកគ្នាបាន short link ហ្នឹងនេះឃើញទេ short link គឺយើង redirect ទៅកាន់ back end របស់យើងហ្នឹងបាទ enter មកបាទឃើញទេអញ្ចឹងអាហ្នឹងគឺមក module គាត់ថានេះខ្ញុំ create មកដើម្បីធ្វើជា demo សម្រាប់កូនសិស្សខ្ញុំទេប៉ុន្តែគាត់ថានេះខ្ញុំគិតថាប្រហែលជាវាអាចមានbenefit សម្រាប់អ្នកនរគ្នាដែរបាទអញ្ចឹងអ្នកគ្នាអាចទៅមើលទៅគឺយើងមាន apply
authentication ហើយនិង authorization ដែរបើតែគាត់ថាវាអត់ទាន់ completely 100% usable ទេគាត់ថា feature គឺយើងអាចប្រើបានទេបើតែគាត់ថាយើងអត់ទាន់បានធ្វើការបែងចែករវាងអ្នកបង្កើតអញ្ចឹងណាបាទអញ្ចឹងអានេះគឺ item បាទហើយនៅក្នុងនេះគឺយើងមាន module បាទនៅក្នុង module ហ្នឹងគឺខ្ញុំបានបង្កើត real life example តែម្ដងតាក់ទងជាមួយទៅនឹង OWASP top 10 របស់យើងហ្នឹងបាទអញ្ចឹងនៅក្នុង system ហ្នឹងគឺយើងបាន implement តាក់ទងជាមួយទៅនឹង authentication ហ្នឹងនៅពេលដែលយើង log in ហ្នឹងគឺយើងហៅថា authentication ហើយនៅក្នុង system របស់យើងហ្នឹងគឺ sidebar menu របស់យើងហ្នឹងគឺយើងបាន implement ជាមួយទៅនឹង authorization ដែរអញ្ចឹងគឺអាស្រ័យទៅលើ permission របស់ user មួយគឺយើងអាចធ្វើការបិទឬក៏បើកនៅ permission របស់គាត់បានអញ្ចឹងឧទាហរណ៍បើសិនអានេះគឺខ្ញុំ log out សិនមកបាទខ្ញុំ log out ចេញពី super admin ហើយខ្ញុំនឹង log in ជាមួយទៅនឹង user ធម្មតាអញ្ចឹងនៅក្នុង user ធម្មតានេះអ្នកគ្នាអាចប្រើនៅក្នុងអ្នកគ្នាអាច search ទៅបាទ search នៅក្នុងដូចជា demo ឯ demo add example នេះនៅក្នុងនេះបាទនៅក្នុង sheet script ហ្នឹងបាទអញ្ចឹងគឺយើងមាន user មួយដែលជា demo user បាទអានេះគឺយើង user ធម្មតាអ្នកគ្នា log in ជាមួយ demo at example.com បាទហើយ password គឺ demo 1234បាទឃើញទេ log in ទៅបាទនេះគឺ user ធម្មតាខ្ញុំ refresh បន្តិចដោយសារប្រហែលជា user ធម្មតានេះគឺ role របស់គាត់គឺគាត់មាន role ច្រើនអញ្ចឹងយើងនឹងធ្វើការដក role របស់គាត់ចេញបាទខ្ញុំ log in ជាមួយទៅនឹង user មួយទៀតចុះបាទ admin at example.com ហើយជាមួយទៅនឹង password 1234567889បាទ log in មកបាទអានេះខ្ញុំបិទឲ្យរៀងលង្កិតតិចសិនឲ្យចាំងភ្នែកណាបាទ dark mode ហើយនៅក្នុងនេះគឺយើងនឹងធ្វើការយើងនិយាយទៅ module របស់យើងណាអានេះគឺ real example របស់យើងសម្រាប់ OWASP top 10ដែលខ្ញុំនឹងបញ្យល់ប៉ុន្តែគាត់ថាខ្ញុំនឹង walk through module ក្នុង system នឹងសិនអញ្ចឹងណាអញ្ចឹងយើងមាន user management បាទយើងក្នុង user management នេះយើងមាន overview សម្រាប់ module register លក្ខណៈ quick action អញ្ចឹងណាបាទ quick action ការអ្នកនេះចុចទៅចូលក្នុង module មួយហើយអញ្ចឹងនៅក្នុង module មួយហ្នឹងគឺយើងមាន user management យើងមាន role management ហើយនិង permission អញ្ចឹងនៅក្នុង system របស់យើងនេះគឺមិនមែនមានតែ user មួយទេគឺនៅពេលដែលយើងចុចមកបាទយើងមានឥឡូវនេះគឺយើងមាន2 user យើងមាន super admin ហើយនិងuser ធម្មតាបើតែគាត់ថាប្រហែលជា user នេះគាត់កំពុងតែមាន role ដែរអញ្ចឹងអ្នកនរគ្នាអាចធ្វើការចុច edit ទៅបាទ edit ទៅនេះដោយសារឥឡូវនេះគេគាត់មាន set viewer អញ្ចឹងប្រហែលជា user viewer ហ្នឹង read only អញ្ចឹង read only គ្រប់ module ហ្នឹងគឺមានន័យថាម៉េចមានន័យថា module ណាក៏គាត់អាចចូលបានដែរតែគាត់ថា set របស់គាត់ហ្នឹងគឺ read only ទេអញ្ចឹងអានេះខ្ញុំដកមកដើម្បីដក permission របស់គាត់សិនដើម្បីកុំឲ្យគាត់មាន permission ធ្វើអីអញ្ចឹងអានេះខ្ញុំដាក់ side by side ចុះបាទដើម្បីឲ្យអ្នកគ្នាឃើញនេះអញ្ចឹងខាងឆ្វេងគឺ user ធម្មតាឥឡូវហ្នឹងគឺគាត់មាន set ក្នុងការ read ប៉ុន្តែនៅពេលនេះដែលខ្ញុំនឹងធ្វើការ save role របស់គាត់ខ្ញុំដក role របស់គាត់ហ្នឹងមិញឃើញទេបាទយើងដក role គាត់មកបាទដកហើយគឺ success ហើយឥឡូវនេះគឺយើង refresh មកបាទអញ្ចឹងអ្នកគ្នានឹងឃើញថាខាងឆ្វេងនៅពេលដែលយើងដកគឺគាត់នឹងធ្វើការបាត់នៅបាទ sidebar របស់គាត់ដោយសារមិនដោយសារយើងបានដក permission របស់គាត់ហើយបាទអញ្ចឹងអានេះគឺ system របស់យើងមាន user management យើងមាន role management បាទយើងអាចបង្កើត role និង existing role បានហើយ sidebar អ្នកគ្នាក៏អាចធ្វើការបរិបរួមបានហើយឃើញទេបាទហើយយើងមាន create new user create role ថ្មីបាទ modify system អានេះ system role ហ្នឹងគឺយើង modify បានទេដោយសារ permission អាហ្នឹងគឺយើង set នៅពេលដែលយើង deploy ដំបូងគឺយើងធ្វើការ set data នឹងឡើងអញ្ចឹងណាបាទអញ្ចឹងអ្នកគ្នាអាចបង្កើត role ថ្មីមកឧទាហរណ៍អ្នកគ្នាចង់បាន role អីគេឧទាហរណ៍ role ខាង marketing អីចឹងណា marketing បាទ marketing team អីចឹងណាអញ្ចឹងឧទាហរណ៍អ្នកគ្នាអាចចង់ឲ្យគាត់ធ្វើការ control ទៅលើអីគេ control ទៅលើអាចថាគាត់ធ្វើការ control ទៅលើ shortener បាទ select ទាំង all មកបាទអញ្ចឹង user ហ្នឹងគឺអ្នកគ្នាអាចបង្កើត user ថ្មីបានអ្នកគ្នាបង្កើត user ថ្មីមកឧទាហរណ៍ដាក់អីគេ marketing at example.com បាទ marketing team password 119ដែរទៅបាទ password 119អញ្ចឹងកន្លែងនេះគឺអ្នកគ្នាអាច assign role អញ្ចឹងយើងមាន system role ហើយនិង user define role អញ្ចឹង user define role ហ្នឹងគឺជា role ដែរuser admin ឬក៏ super admin ហ្នឹងគាត់ចូលទៅបង្កើតបាទដើម្បីឲ្យយើងយកមកប្រើអញ្ចឹងណាបាទអញ្ចឹង user ដែលគាត់មានសិទ្ធិនៅក្នុងការ manage role manage user ហ្នឹងគឺគាត់អាចធ្វើការមកបង្កើត user ថ្មីបានអញ្ចឹងឧទាហរណ៍យើង assign role ឲ្យគាត់ទៅនេះឃើញទេបាទអញ្ចឹងយើង create ទៅបាទអញ្ចឹងឃើញទេឥឡូវហ្នឹងគឺយើងមាន marketing team មួយហើយអញ្ចឹងអ្នកគ្នាអាចធ្វើការ log in ទៅបាទឃើញ sign out ទៅហើយអ្នកគ្នា log in ដាក់ marketing at example.com អញ្ចឹង password 123456789បាទអញ្ចឹងយើង log in ទៅឃើញទេ
អញ្ចឹងអ្នកគ្នាឃើញទេ marketing team គឺគាត់មានសិទ្ធិ access ទៅនៅលើគេ URL shortener នឹងមួយទេប៉ុន្តែគាត់ថានេះ module over top 10 demo នេះគឺខ្ញុំអត់មាន apply នៅ authorization ឬក៏ permission អីទេអញ្ចឹងមានថាគ្រប់ user ទាំងអស់សុទ្ធតែអាចធ្វើការ access បានអញ្ចឹងបើសិនជាខ្ញុំទៅ modify user នេះបាទ marketing team ហ្នឹងខ្ញុំដក role គាត់ចេញពីអីគេពីធ្វើការ manage អី URL shortener ហ្នឹងគឺខ្ញុំ save មកបាទខ្ញុំ refresh មកគឺគាត់បាត់ហើយឃើញទេអញ្ចឹងមានថា default user គាត់មានសិទ្ធិក្នុងការ access ទៅលើតែពីរ tab ទេ dashboard ហើយនិង over top 10 demo នេះឃើញទេបាទអញ្ចឹងយើងដកចោលសិនទៅអានេះគាត់ថាយើងបង្កើត user ទុកមើលលេងអញ្ចឹងណាបាទអញ្ចឹងនិយាយទៅដូចតែអ្នកគ្នាបានឃើញអញ្ចឹងគឺ system ហ្នឹងគឺយើងបើយើងនិយាយពី DB បាទ DB របស់យើងគឺយើងប្រើ Postgres បាទ front end យើងប្រើ React ជាមួយនឹងចក្រា UI ហើយ back end គឺយើងប្រើ Fast API ជាមួយទៅនឹង SQL model សម្រាប់ ORM ហើយនឹងយើងប្រើ Pydantic សម្រាប់ធ្វើការ validate payload ឬក៏ data បាទអញ្ចឹងក្នុងវីដេអូដំបូងរបស់យើងហ្នឹងគឺខ្ញុំចង់ផ្ដោតសំខាន់ទៅនៅលើចំណុចទី1ទេដែលជាចំណាត់ថ្នាក់លេខ1នៅក្នុងលេខរៀងរបស់យើងបាទអញ្ចឹងទី1ហ្នឹងគឺយើងឲ្យឈ្មោះថា broken access control ដែលជាលេខរៀងដែលខ្ពស់ជាងគេមានន័យថាជាប្រភេទ vulnerability ដែលឧស្សាហកម្មឡើងជាងគេអញ្ចឹងបើអ្នកគ្នាចង់ចូលទៅតេស្តអ្នកគ្នាចុចចូលលើកាតហ្នឹងទៅបាទអញ្ចឹងអ្នកគ្នាឃើញទេអញ្ចឹងឥឡូវអ្នកនិយាយទៅនៅក្នុង example ហ្នឹងគឺខ្ញុំបែងចែកជា section អញ្ចឹងពីលើនេះគឺយើងមានជា title យើងអានេះគឺជា description របស់ vulnerability ហ្នឹងហើយ section នេះគឺខ្ញុំធ្វើការ store នៅ user permission មានន័យថាបង្ហាញថា current user ដែលអ្នកគ្នាកំពុង log in ហ្នឹងជាណាគេបាទអញ្ចឹងបើសិនយើង log in ជាឥឡូវនេះគឺបើសិនយើង log in ជា admin អ្នកគ្នាឃើញទេ role admin យើងមាន role ច្រើនអ្នកឃើញទេ permission និយាយទៅ role របស់គាត់គឺ role super admin ជា admin permission របស់គាត់គឺយើងមាន access ទៅលើ permission ទាំងអស់បាទអញ្ចឹងអានេះគឺខ្ញុំដាក់អញ្ចឹងដើម្បីអ្នកគ្នាដឹងថាតើ current user ហ្នឹងគាត់មាន permission មាន role អីខ្លះបាទអញ្ចឹង concept role permission នៅក្នុង system នេះគឺយើងជាប្រភេទយើងមានជា role system role បាទបើយើង system role ហើយនិង system permission អញ្ចឹងនៅក្នុងនេះគឺ permission អត់ relate ជាមួយទៅនឹង user ទេមានន័យថានៅពេលអ្នកគ្នាចង់ assign permission ទៅឲ្យ user គឺអ្នកគ្នាអត់ assign ទៅឲ្យ user direct ទេគឺអ្នកគ្នាត្រូវ assign permission ហ្នឹងទៅឲ្យ role សិនបាទអ្នកគ្នាអាច assign role ហ្នឹងទៅឲ្យ user បានដោយសារប្រភេទនេះគឺយើងចង់ design ដើម្បីកុំឲ្យយើងមាន dependency ឬក៏ relationship ច្រើនជាមួយទៅនឹងគ្នាអញ្ចឹងបើអ្នកគ្នាធ្វើការ assign direct user ទៅ permission ឬក៏ use permission ទៅ user គឺវាអាចថាM គុណនឹង N relationship អញ្ចឹងណាអញ្ចឹងបើសិនជាយើងមាន user មួយហើយយើងមាន permission 3គឺយើងអាចមានអាចថា2និយាយទៅគឺវាកើនរហូតអញ្ចឹងណាមានថា relationship របស់យើងនេះគឺកើនរហូតអញ្ចឹងវាថា M គុណនឹង N relationship តែបើសិនជាយើងដាក់ថាassign permission ទៅឲ្យ role វិញគឺតាក់ទងជាមួយនឹង relationship ឬក៏ record របស់យើងនឹងវាកាត់បន្ថយដែរអញ្ចឹងអានេះគឺ design ហ្នឹងគឺខ្ញុំជ្រើសរើស design របៀបហ្នឹងបាទដើម្បីធ្វើការ assign នៅ role permission របស់យើងប៉ុន្តែគាត់ថាគ្រប់ endpoint គឺយើងអត់ check role ទេគឺយើង check permission គាត់ថាយើង query by role ID បាទអញ្ចឹងនៅក្នុង permission នេះគឺយើង define អានេះគឺយើង define មកពីដំបូងអញ្ចឹងបើសិនជាយើងមាន system permission ថ្មីគឺយើងនឹងធ្វើការ insert permission ថ្មីអញ្ចឹងណាបាទអញ្ចឹងអានេះអត់តដៃតែមិនទេគឺបើសិនអ្នកគ្នាចង់ extend time ពីលើហ្នឹងគឺឬក៏បង្កើត permission ថ្មីក៏អ្នកគ្នាអាចបង្កើតបានដែរបាទគាត់នឹងបង្កើត UI ទៅហើយដាក់ endpoint ថ្មីដើម្បីបង្កើត permission ហ្នឹងទៅបានទេបាទអញ្ចឹងនៅក្នុងនេះគឺយើងមាន role យើងមាន permission បាទអញ្ចឹង role យើងនិយាយទៅកន្លែងនេះគឺអ្នកគ្នាអាចឃើញអញ្ចឹងគឺ system បាទអញ្ចឹង system role គឺអ្នកគ្នាអាច modify បានទេអានេះគឺ by default ហ្មងបាទអញ្ចឹងយើង back ទៅកាន់ចំណុចទី1របស់យើងគឺ broken access control អញ្ចឹងយើងទៅមើលតិចទៅថាតើ broken access control នោះជាអីបាទអញ្ចឹងនេះដាក់ឲ្យធំបន្តិចអញ្ចឹងA01 broken access control គឺគេថាម៉េចគេថា user អាចធ្វើការ act outside មានថាអាចធ្វើការ perform នៅ action ឬក៏activity ទាំងឡាយណាដែលស្ថិតនៅក្រៅដែនគេដែនអធិបតេយ្យដែនសមត្ថកិច្ចរបស់គាត់អញ្ចឹងឧទាហរណ៍មានន័យថាម៉េចមានន័យថាបើសិនជាគាត់អត់មានសមត្ថភាពក្នុងការចូលទៅក្នុង module នឹងទេមានន័យថាគាត់ជា user ធម្មតាទេប៉ុន្តែគាត់មានសិទ្ធិចូលទៅក្នុង endpoint ឬក៏ទាញ data ចេញពី endpoint របស់ admin បានអញ្ចឹងវាថាអាហ្នឹងគឺយើងធ្លាក់ទៅចូលទៅក្នុងចំណុចទី1ហ្នឹងហើយមានន័យថាយើងអាចមានសិទ្ធិទៅក្នុងការការពារ system របស់យើងហ្នឹងចេញពី broken access control នឹងបានទេបាទនេះអញ្ចឹងកន្លែងនេះគឺមានន័យថាម៉េចមានន័យថាវាមិនមែនជា
error មកពី code ទេអានឹងមិនមែនជា bug មិនមែនជាអីទេប៉ុន្តែគាត់ថាវាជា flaw នៅក្នុងការ implementation របស់យើងអញ្ចឹងមានថាយើងអត់បាន implement នៅ authorization check ឲ្យបានត្រឹមត្រូវបាទអាហ្នឹងគឺតកតងជាមួយទៅនឹង authorization អញ្ចឹងមានថាឃើញទេ attacker can access unauthorized data or function by manipulating URL អញ្ចឹងមានថាគាត់គ្រាន់តែដូរ URL គ្រាន់តែដូរ ID ដូរ parameter តិចតួចទៅគាត់អាចធ្វើការ bypass ហើយនឹងអាចធ្វើការអាចគាត់ថាអាចចូលទៅក្នុង system របស់យើងបានដោយមិនបាច់ចាំ authenticate ឬក៏ authorize ទេបាទអញ្ចឹងឃើញទេអញ្ចឹងដោយករណីនេះអញ្ចឹងមានថាមិនមែនថាអានេះគឺយើងជាប្រភេទ normal user អញ្ចឹង normal user អត់មាន role ទេអត់មាន permission អីទាំងអស់អញ្ចឹងមានថាគាត់អត់គួរមានសិទ្ធិនៅក្នុងការទាញ data ចេញពីបាទ system យើងទេអាហ្នឹងគឺយើងអាចថាយើង deny by default អីអញ្ចឹងណាប៉ុន្តែក្នុងករណីនេះគឺអត់ទេនៅពេលដាក់គ្នាមកមើល endpoint នេះអញ្ចឹង endpoint នេះគឺបើយើងធ្វើការទាញ data មកបាទឃើញបានធម្មតាទេប៉ុន្តែគាត់ថាដូចដែលយើងបាននិយាយគ្នាអញ្ចឹងគឺថា data គឺអត់អាចទាញដោយ user ដែរអត់មាន role ទេអញ្ចឹងដោយសារកន្លែងនេះគឺ item របស់យើងនេះគឺនេះ endpoint item នេះគឺយើងអត់ទាន់បាន assign permission ឲ្យគាត់ទេអញ្ចឹងនៅក្នុង user របស់យើងនៅក្នុង role របស់យើងនេះគឺយើងមាននិយាយនេះអាចថាអ្នកគ្នាយើងបង្កើត role មួយទៀតទេបាទដាក់ថាគេ read បាទឬក៏ manage item អញ្ចឹងណា manage items បាទអញ្ចឹងនៅក្នុង module permission របស់យើងក៏យើងមាននៅក្នុង module item របស់យើងណាគាត់មាននិយាយ permission read write update អញ្ចឹងណាអញ្ចឹងឥឡូវនេះគឺយើងអាចធ្វើការបង្កើត role មួយសិនទៅបាទដាក់ assign permission ឲ្យគាត់ទាំងអស់ទៅបាទអញ្ចឹងយើង save មកបាទអញ្ចឹងយើងចូលទៅមើលuser របស់យើងសិនយូណា user demo user marketing នេះអញ្ចឹង user marketing នេះគឺគាត់អត់មានសិទ្ធិនៅក្នុងការធ្វើអីទេអ្នកឃើញទេឃើញ role របស់គាត់ទេ role របស់គាត់អត់មានបានធ្វើអីទេនេះ role 0 permission អត់មានអីទាំងអស់ប៉ុន្តែហើយបានគាត់អាចទិញ data នឹងបានឃើញទេអញ្ចឹងមានថាកន្លែងនេះគឺ bug ហើយអញ្ចឹងមានថាមិនមានថានៅពេលដែល system របស់យើងហ្នឹងគឺអត់បាន implement នៅ authorization check ដើម្បីការពារ resource ណាដែលវា sensitive ឬក៏វាអាច expose ទៅអ្នកដែលអត់បាន authenticate ឬក៏អត់បាន authorize ទេតោះនេះអញ្ចឹងថាអ្នកដែលអត់បាន log in ហើយគាត់អត់មាន permission នៅក្នុងការ access item ហ្នឹងទេមិនគួរមានសិទ្ធិនៅក្នុងការទាញ data ហ្នឹងទេប៉ុន្តែករណីនេះគឺវាផ្ទុយដោយសារមិន user ហ្នឹងអត់មាន permission អត់មាន role អីទាំងអស់ប៉ុន្តែគាត់អាចទាញ data ហ្នឹងបានតែបើសិនជា data ហ្នឹង publicly accessible គឺអត់អីទេប៉ុន្តែក្នុងករណីនេះគឺ data ហ្នឹងគឺយើង protected data មិនគួរណាឲ្យគេ accessible បានដោយមិនបានធ្វើការ perform នៅ authorization check ទេអានេះតែបើសិនជាយើងមកមើលនៅក្នុងជាមួយនឹង secure endpoint របស់យើងវិញបើយើងទាញព្យាយាមទាញបាទដោយសារឥឡូវហ្នឹងគឺ user របស់យើងអត់មាន role អត់មាន permission អីទេបាទអញ្ចឹងយើងទាញមកនេះឃើញទេអញ្ចឹង set code យើងបានអីគេអញ្ចឹងនៅពេលដែល system របស់យើងនឹង implement authorization check បានត្រឹមត្រូវគឺកន្លែងនេះគឺមានន័យថាម៉េចមានថា user ហ្នឹងគឺគាត់អត់មានសិទ្ធិនៅក្នុងការទាញយក data ទៅប្រើទេឃើញទេអញ្ចឹងមានថាកន្លែងនេះគាត់ទាញទៅគឺយើង return គេ status code 401 unauthorized បាទ detail not authenticated អញ្ចឹងកន្លែងនេះគឺ not authenticated បាទអញ្ចឹងថា unauthorized នេះគឺយើង log in តើហេតុអីបានជា unauthorized សាក់ log in log out ម្ដងទៀតណាបាទ refresh មួយសិន marketing@example.com 1 2 3 4 5 6 7 8 9តិចដាច់ session នេះតោះយើងចូលទៅមើលម្ដងទៀតវាគួរតែចេញ 403 មិញអ្នកឃើញទេបាទដោយសារប្រហែលជាដាច់ session ប្រហែលជាយើង remove permission អីទៅដាច់ session តែអានេះគឺអត់មានជាបញ្ហាទេគាត់ថាកន្លែងនេះគឺអ្វីដែលយើងចង់ឃើញដូចមិញអញ្ចឹងគឺបើសិនជាករណី user គាត់អត់បាន log in ទេគឺយើងនឹងមិនឲ្យគាត់ទាញបានទេគឺដូចមិញគឺត្រូវហើយគឺនៅពេលដែលគាត់ log in អត់បាននៅពេលដែលគាត់ព្យាយាមទាញ data ទៅគឺ 401 គេថា access denied ឬក៏ not authenticated បាទអញ្ចឹង user អត់បាន log in ទេគាត់ព្យាយាមទាញ data ហ្នឹងគឺយើង return 401ប៉ុន្តែនៅពេលដែលគាត់ log in ហើយប៉ុន្តែគាត់អត់មានសិទ្ធិនៅក្នុងការ access data ហ្នឹងទេគឺយើង return 403មានថាគាត់ authenticated ប៉ុន្តែគាត់អត់ authorize ទេមានថាអត់ authorize to perform the action ហ្នឹងទេអញ្ចឹងឃើញទេបាទប៉ុន្តែ endpoint នេះគឺទាញមកបានឃើញទេអញ្ចឹងយើងទៅមើល implementation code ដែលមាន vulnerability ហ្នឹងអញ្ចឹងនិយាយទៅបើអានេះបើសិនជាសម្រាប់អ្នកដែលអត់ធ្លាប់បានប្រើ file API ទេគឺអានេះគឺជាក់ស្ដែងទៅ implementation ហ្នឹងគឺយើង perform នៅ database query ដោយយើងអត់មានបានធ្វើការ check នៅ role ឬក៏ permission របស់ user នឹងសិនទេអញ្ចឹងកន្លែងនេះគឺ flaw កន្លែងហ្នឹងគាត់ថា
យើងអត់បានធ្វើការ check នៅ permission ឬក៏ role របស់ user នឹងសិនទេមុនពេលដែល return នៅ response ទៅកាន់ user ហ្នឹងអញ្ចឹងយើង scroll មកក្រោមមកយើងធ្វើមិនបានយើងអាចការពារបានអញ្ចឹងកន្លែងនេះគឺយើងអីគេនេះយើងអ្នកគ្នាអាចចុចទៅលើនេះកន្លែង example ហ្នឹងមកនេះអញ្ចឹងក្នុងនេះគឺយើងមាន endpoint នេះគឺយើងបាន implement តាក់ទងជាមួយទៅនឹង dependency injection ដែលយើងធ្វើការ inject នៅ permission dependency ហ្នឹងចូលទៅក្នុង endpoint ហ្នឹងអញ្ចឹងរាល់ពេលដែល user visit គឺយើងនឹងធ្វើការ check តាក់ទងជាមួយទៅនឹងថាតើគាត់នឹងគាត់បាន log in នៅបាទបើ log in ហើយគឺយើងនឹងធ្វើការបន្ត check តាក់ទងជាមួយទៅនឹង permission របស់គាត់ថាគាត់មាន permission នៅក្នុងការ access endpoint នឹងអត់ដោយសារម៉េចដោយសារតែនៅក្នុងនេះគឺយើងបានធ្វើការ inject នៅ dependency injection ដើម្បីធ្វើការ check នៅ user permission អញ្ចឹងមានថាលុះត្រាតែគាត់មាន permission នៅក្នុងការ read នេះឃើញទេ read item ហ្នឹងបានយើងធ្វើការ allow ឲ្យគាត់ធ្វើការ perform នៅ SQL query ហ្នឹងដើម្បីធ្វើការទាញ data ដល់ហើយយើងធ្វើការ return ទៅឲ្យគាត់វិញអញ្ចឹងណាបាទអញ្ចឹងដូចគ្នាដែរបើសិនជា endpoint ហ្នឹងត្រូវការ multiple permission check គឺយើងអាចធ្វើការដាក់ multiple permission check បានបាទឃើញទេអញ្ចឹងនៅក្នុង code របស់យើងក៏យើងមានដែរបាទអ្នកគ្នាអាចធ្វើការចូលទៅ check មើល implementation ទៅបាទតាក់ទងជាមួយទៅនឹងអានេះគឺអ្នកគ្នាអាចបាទ out require ហ្នឹងបាទឃើញទេបាទយើងមាន real implementation ដែរបាទអញ្ចឹងអ្នកគ្នាអាចចូលទៅមើលពីអាចរៀនពីរបៀប implementation នៅក្នុង project យើងបានគាត់ថានៅក្នុងនេះគឺគ្រាន់តែជា example ទេគឺអាចថា implementation ខ្លះវាអត់ទាន់មានគ្រប់អញ្ចឹងណាបើបើសិនអ្នកគ្នាចង់មើល complete implementation មកអ្នកគ្នាអាចចូលទៅមើលនៅក្នុង source code យើងបានខ្ញុំនឹងដាក់នៅក្នុង comment section នៅពេលដែលខ្ញុំ upload វីដេអូហ្នឹងទៅ YouTube បាទអញ្ចឹងដូចជាតែប៉ុណ្្នឹងឯងអ្នកគ្នានិយាយទៅអា broken access control ហ្នឹងទោះបីជាវាជាប្រភេទយើងគិតថាវាជាប្រភេទ vulnerability ដែលវាសឹងថាយើងពេលខ្លះយើងគ្រាន់តែភ្លេចអញ្ចឹងណាបើតែអាហ្នឹងគឺជាបញ្ហាន័យថានៅពេលដែលយើងភ្លេច implement នៅ authorization check ហ្នឹងគឺវាជាឱកាសដែលអនុញ្ញាតឲ្យ hacker ឬក៏ third party ហ្នឹងគាត់អាចទាញ data ដែល unauthorized data យកទៅប្រើប្រាស់បានអញ្ចឹងមានថាអានេះគឺមិនមានថាយើងអាចធ្វើការ implement នៅ authorization check ឬក៏យើងអាចធ្វើការ deny by default មានថាមិនមានថាយើង implement ជាប្រភេទ zero trust អីចឹងណាបាទអញ្ចឹងអាហ្នឹងគឺ deny by default មានថាបើសិនជា user អត់មាន permission ឬក៏អត់មាន role អីទាំងអស់គឺយើង deny យើងធ្វើការ throw នៅ for O3 unauthorized access អីចឹងណាបាទអញ្ចឹងអាហ្នឹងគឺតែប៉ុណ្្នឹងឯងគាត់ថាវាជាប្រភេទដែល mistake ឬក៏ design flaw ទេប៉ុន្តែគាត់ថាវាជាប្រភេទ vulnerability ដែលឧស្សាហ៍កើតឡើងជាងគេបំផុតនៅក្នុង system ការ develop system អញ្ចឹងណាមានថានៅពេលដែល system របស់យើងហ្នឹងគឺអត់បាន enforce នៅpermission ឬក៏ policy នឹងឲ្យបានត្រឹមត្រូវទេគឺវានឹងអាចធ្វើឲ្យ system របស់យើងហ្នឹងប្រឈមមុខនៅក្នុងការធ្លាក់ចូលទៅក្នុងចំណុចទី1ហ្នឹងគឺ broken access control បាទអញ្ចឹងដូចជាវីដេអូនេះមានតែប៉ុណ្្នឹងឯងចាំមើលយើងវីដេអូក្រោយយើងនឹងចូលទៅដល់ចំណុចទី2បាទដែលតកតងជាមួយទៅនឹង security misconfiguration អញ្ចឹងបើសិនអ្នកគ្នាមានពេលអ្នកគ្នាអាចចូលទៅមើលឲ្យក៏បានឬក៏បើសិនអ្នកគ្នាអាចចាំបានគឺអ្នកគ្នាចាំវីដេអូខ្ញុំបន្តនឹងទៅខ្ញុំនឹងធ្វើការបញ្យល់ detail តែម្ដងតកតងជាមួយទៅនឹងចំណុចទី2របស់យើងអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងឯងអ្នកគ្នាអាចធ្វើការ clone project ហ្នឹងទៅហើយធ្វើការ play around with ជាមួយទៅនឹង project ហ្នឹងទៅបើសិនជាកន្លែងណាអត់យល់ឬក៏កន្លែងណានៅមានចម្ងល់អាចធ្វើការ comment នៅខាងក្រោមវីដេអូហ្នឹងបានបាទអញ្ចឹងពីខ្ញុំទៅដូចជាមានតែប៉ុណ្្នឹងឯងអញ្ចឹងអរគុណអ្នកគ្នាសម្រាប់ចំណាយពេលវេលានៅក្នុងការមកស្ដាប់ខ្ញុំក្នុងការបកស្រាយនៅក្នុង topic overstop ហ្នឹងបាទអរគុណច្រើនបាទ